មកកន្លែងនេះដែលនៅក្នុងអ៊ីអនមួយនេះខ្ញុំដឹងថាមានគេស្គាល់ច្រើនមកនៅកន្លែងគាត់ហ្នឹងមានតាំងពីសភៅផងមានតាំងពីកាហ្វេផងមានតាំងពីនំផងហើយបាទសភៅនៅខាងគាត់ហ្នឹងគឺមានច្រើនបែបមែនតើបាននិយាយពីសភៅវិញគឺខ្ញុំអត់ដឹងនិយាយមិនទេគ្រាន់តែនៅកន្លែងគាត់នេះគឺធំទូលាយខ្លាំងមែនតើមកនៅខាងមុខផ្លូវចូលហ្នឹងគឺគាត់មានលក់បន្លែបុកតិចទៅមានគេទិញច្រើនមែនតើមកកន្លែងគាត់នេះគឺផ្ដោតជាងគេមកគឺសភៅអញ្ចឹងមានសភៅអង់គ្លេសផងសភៅខ្មែរផងទៅមានច្រើនគ្រាន់តែសភៅខ្លះគឺខ្ញុំស្គាល់ប៉ុន្តែគឺខ្ញុំអត់ដឹងថាសភៅហ្នឹងគឺគេហៅគេដូច anime អញ្ចឹងគឺខ្ញុំអត់សាមើលរឿងអញ្ចឹងគ្រាន់តែបើជាសភៅវិញគឺខ្ញុំអត់ដឹងថាហ្នឹងគេហៅគេប្រកាសអញ្ចឹងដល់ពេលតាមមើលសភៅហើយអញ្ចឹងខាងគាត់ក៏មានជាកាហ្វេជាមួយនំដែរនិយាយទៅគឺមើលតំណងមែនតើមកនំនៅខាងគាត់ហ្នឹងសម្រាប់ទីតាំងវិញគឺនៅក្នុងអ៊ីអនមួយនឹងហ្មងនិយាយទៅនៅជាន់ទី1ទៅមកហាងលក់ទៀនហ្នឹងគឺមានហាងកៅអៅមួយគ្រាន់តែខ្ញុំភ្លេចឈ្មោះបាត់ហើយនិយាយទៅនៅជាប់ហាងហ្នឹងគឺមានហាងសភៅហ្នឹងហ្មងក្រៅពីនំហ្នឹងខាងគាត់ក៏មានជាម្ហូបដែរដោយសារតែខ្ញុំឃើញគេកំងអញ្ចឹងហើយនេះគឺជាម្នុយនៅខាងគាត់មានតាំងពីកាហ្វេផងមានតាំងពី matcha ផងហើយក៏មានជា waffle ដែរបាទតម្លៃវិញដូចជា4រៀល5រៀលឡើងអញ្ចឹងទៅតាមតរេងមួយនំបាននិយាយពីកន្លែងគាត់វិញគឺធំទូលាយមែនតើមកដូចខ្ញុំមកបង្ហាញនេះអញ្ចឹងខ្ញុំទៅដល់ហ្នឹងក៏បានកំងអាឡាតេផងជាមួយនឹង waffle matcha ផងដំបូងឡើយគឺខ្ញុំអត់ចាក់អារម្មណ៍ថាគេមានទេដោយសារតែខ្ញុំឃើញគេញ៉ាំមកដល់ពេលអញ្ចឹងទៅហ៊ានតំណងដែរក៏កំងមកញ៉ាំដែរហ្មងទៅនិយាយពីហូរជាតិវិញគឺ waffle matcha ហ្នឹងគឺឆ្ងាញ់របស់គេមែនបើហូរជាតិកាហ្វេវិញគឺសម្រាប់ខ្ញុំហ្មងគឺហូរជាតិធម្មតានិយាយទៅស្តៀងនឹងហាងផ្សេងទូទៅអញ្ចឹងខ្ញុំនិយាយមុនហ្នឹងគឺសម្រាប់ហូរជាតិដែលខ្ញុំភ្លក់ចេញមកគឺអញ្ចឹងហ្មងបើគេផ្សេងថាគេឆ្ងាញ់អញ្ចឹងទៅតែគ្រាន់តែនំ waffle នៅខាងគាត់ហ្នឹងគឺឆ្ងាញ់មែនអញ្ចឹងទៅបើណាគេចង់ទៅសាក់ហ្នឹងគឺខ្ញុំរីកមិនឲ្យសាក់អញ្ចឹងបន្ទាប់ពីញ៉ាំអីហើយអញ្ចឹងដើរមើលសភៅតទៀតនិយាយទៅសភៅនៅខាងគាត់ហ្នឹងគឺមានច្រើនមើលអត់អស់ទេបើចំពោះតម្លៃសភៅនៅខាងគាត់ហ្នឹងវិញគឺមានតាមតម្លៃមួយដែរអញ្ចឹងនិយាយទៅអត់ដូចគ្នាទេ